បានរបស់ឆ្ងាញ់ទៀតហើយបងប្អូនល្ងាចនេះគឺបានជាមួយនឹងគ្រឿងក្នុងពពែយកមកដុតជាមួយនឹងកូកាកាប់ប្រហុកមកបងប្អូនយើងដាក់ជាមួយនឹងត្រជាក់មកកំប៉ុងពីរកំប៉ុងនិយាយរឿងក្នុងចិត្តអីចឹងណាចឹងបានថារាល់ថ្ងៃនេះយើងពិបាកផ្គប់ចិត្តមនុស្សណាចឹងយើងគប់ចិត្តតែខ្លួនឯងឲ្យតែត្រឹមត្រូវទៅជាមួយនឹងគ្រូសាយើងប្រពន្ធកូនយើងនឹងឯងគ្មានស្អីមានក្តីសុខជាងឃើញគ្រូសាយើងមានស្នាមញញឹមទេមានប្រមាណយើងហូបប៉ុណ្ណឹងនិយាយរួមយើងធ្វើខ្លួនឲ្យតែសបាយជាមួយនឹងគ្រូសាយើងទៅគឺបានហើយបងប្អូនថ្ងៃហ្នឹងយើងចង់ស្លម្ជូរទៅចង់ប្រហើទៅចង់ស្ងោទៅចង់ឆាទៅចៀនទៅបងប្អូនកុំខ្វល់ជាមួយនឹងអ្នកដតីច្រើនពេកព្រោះអ្នកដតីខ្លះហ្នឹងគ្រាន់តែចូលមកជីវិតយើងនៅពេលដែលគេត្រូវការយើងទេផុតពីគេលែងត្រូវការយើងហើយគឺគេទាត់យើងចោលហើយចឹងអ្នកដែលល្អបំផុតសម្រាប់គ្រួសារយើងគឺមានតែប្រពន្ធកូនយើងទេចឹងអូខេបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងទេខុសឆ្គងអីសូមអភ័យទោសផង